យើងទៅតាមចិត្តវិទ្យាបានបង្ហាញថាមនុស្សដែលលាក់កំបាំងអារម្មណ៍ខ្លួនឯងបិទចិត្តយូរពេកនឹងបង្កឲ្យមានការភ្លេចភ្លាំងច្រើននៅក្នុងខួរក្បាលឬក៏ឈានទៅដល់ការបាត់បង់ការចងចាំតែម្ដងតាមពិតទៅមិនមែនតែពួកគេចង់ភ្លេចនៅការចងចាំទាំងអស់នោះទេប៉ុន្តែមុខងារនៅក្នុងនឺរ៉ុនខួរក្បាលបានព្យាយាមបិទចិត្តនៅរឿងឈឺចាប់ដែលពួកគេបានជួបប្រទះការឃុំឃាំងនិងបិទផ្ចិតពីអារម្មណ៍ដែលតានតឹងបំផុតរហូតដល់ពួកគេដោះស្រាយមិនបានជាងទៅតាមបទដ្ឋានបច្ចេកទេសនៃចិត្តវិទ្យាគេហៅជំងឺនេះថាជាជំងឺ dissociative amnesia ឬក៏ប្រែជាខេមរៈភាសាថាជាជំងឺបាត់ការចងចាំប៉ុន្តែការបាត់ការចងចាំនេះមិនមែនជាការប៉ះពាល់ទៅដល់ផ្លូវ physical ឬក៏រាងកាយនោះទេប៉ុន្តែវាបង្កមកពីផ្នែក mental ឬក៏ផ្នែកផ្លូវចិត្តច្រើនជាងវាតាក់ទងទៅនឹងការតានតឹងឬអារម្មណ៍នៅមិនសុខនៅក្នុងខ្លួនបញ្ហានេះជួនកាលកើតឡើងភ្លាមៗក្រោយពីព្រឹត្តិការណ៍ដែលពោរពេញទៅដោយភាពតានតឹងនិងភាពភ័យខ្លាចប៉ះទង្គិចខ្លាំងក្លាដែលនាំឲ្យអ្នកជំងឺរងនឹកអ្វីមិនឃើញឧទាហរណ៍ដូចជាអាសយដ្ឋានផ្ទះរបស់ខ្លួនឯងឈ្មោះសាច់ញាតិនិងមិត្តភ័ក្តិឬក៏របស់សំខាន់ជាដើមឯនេះគ្រាន់តែជាផ្នែកទី1ប៉ុណ្ណោះវានៅមាន4ផ្នែកទៀតដែលយើងគួរកត់សម្គាល់តកតងនឹងផ្នែកទី1ការដែលមិនអាចចាំនៅព្រឹត្តិការណ៍ដែលសំខាន់ដែលកើតឡើងក្នុងរយៈពេលខ្លីពិសេសតកតងនឹងហេតុការណ៍ដែលតក់ស្លុតនិងរន្ធត់អ្នកទាំងអស់គ្នាធ្លាប់ឃើញមនុស្សដែលគាត់ចូលទៅក្នុងបន្ទប់បើកទ្វារដើរចូលហើយគាត់សួរខ្លួនឯងថាអញតើខ្ញុំមកបន្ទប់នេះធ្វើអ្វីឬក៏អ្នកខ្លះគាត់កាន់ទូរស័ព្ទនៅនឹងដៃហើយគាត់សួរខ្លួនឯងថាទូរស័ព្ទខ្ញុំនៅឯណានេះគឺជាមូលហេតុឬក៏ជារោគសញ្ញាដែលនាំឲ្យពួកគាត់កំពុងកើតជំងឺនេះផងដែរចំណុចទី2តកតងទៅនឹងការដែលមនុស្សម្នាក់មិនអាចចងចាំនៅឧបទ្ទវហេតុពេញលេញដែលកើតចំពោះខ្លួនឯងឬមនុស្សជាទីស្រឡាញ់ឯចំណុចទី3គឺតកតងទៅនឹងសភាពម្យ៉ាងដែលមនុស្សម្នាក់មិនអាចចងចាំពីអតីតកាលរបស់ខ្លួនដោយសារតែអតីតកាលនោះគាត់រងនៅសម្ពាធនៅក្នុងការឈឺចាប់ខ្លាំងពេករហូតដល់គាត់រនឹកមិនឃើញថាគាត់ទទួលបានការជិះជាន់អ្វីខ្លះប៉ុន្តែលក្ខខណ្ឌបែបនេះគឺមានភាគរយតិចមែនទែនដែលមនុស្សម្នាក់អាចកើតមកចំណុចទី4គឺតកតងនឹងមនុស្សម្នាក់ដែលមិនអាចចាំពីអ្វីដែលកើតឡើងនៅក្នុងពេលបច្ចុប្បន្ននិងគម្រោងនៅពេលអនាគតបានន័យថាកង្វះនៅក្នុងការរៀប plan ទៅថ្ងៃស្អែកដូចជាគាត់និយាយថាស្អែកដើរលេងជាមួយមិត្តភ័ក្តិតែស្អែកឡើងគាត់បែរជាភ្លេចថាគាត់បានណាត់គ្នាជាមួយនឹងមិត្តភ័ក្តិរបស់គាត់រឿងដែលស្មានមិនដល់នោះគឺជំងឺដែលខ្ញុំនិយាយខាងដើមហ្នឹងគឺជាមូលហេតុដែលអាចឲ្យអ្នកទាំងអស់គ្នាកើតនៅជំងឺថ្មីមួយទៀតដែលហៅថា DID បើសិនគ្នាយើងជាប្រិយមិត្តបងយក perspective ដូចខ្ញុំប្រហែលជាធ្លាប់តាមដាននៅអេពីសូតមួយដែលបងយក perspective គាត់យកប្រធានបទមួយមកនិយាយដូចជាអេពីសូតទី101តើតើនឹងជំងឺ DID Dissociative Identity Disorder តើតើនឹងបរិយាម្នាក់ដែលមានឈ្មោះថា Billy Milligan ដែលគាត់មានជំងឺអត្តចរិតច្រើនហើយភ្លេចថាខ្លួនឯងគឺជាអ្នកណាមូលហេតុគឺ simple ដូចតែខ្ញុំនិយាយអញ្ចឹងគឺដោយសារតែគាត់ឆ្លងកាត់នៅអតីតកាលដ៏ជូរចត់ឬគាត់លែងចង់រស់តទៅទៀតធ្វើឲ្យគាត់កើតនៅអត្តចរិតថ្មីឬភ្លេចថាខ្លួនឯងគឺជាអ្នកណានិយាយរួមទៅមូលហេតុចម្បងដែលធ្វើឲ្យអ្នកទាំងអស់គ្នាអាចកើតនៅជំងឺនេះគឺមានច្រើនភាគច្រើនគឺតាក់ទងទៅនឹងការតានតឹងធ្ងន់ធ្ងរនៅក្នុងចិត្តការធ្លាក់ទឹកចិត្តភាពភ័យខ្លាចតក់ស្លុតឬការប៉ះទង្គិចខួរក្បាលធ្ងន់ធ្ងរចំពោះវិធីព្យាបាលខ្ញុំឲ្យយោបល់ឲ្យបានច្រើនទេដោយសារតែខ្ញុំមិនមែនជាពេទ្យជំនាញដូចខ្ញុំនិយាយតាំងពីដើមអញ្ចឹងអាចទៅជួបពេទ្យជំនាញដើម្បីពិគ្រោះយោបល់ទើបវាជាការល្អប៉ុន្តែបើចង់ដឹងខ្លាំងខ្ញុំអាចមានវិធីសាស្ត្រមួយចំនួនទី1គឺការគេងឲ្យបានគ្រប់គ្រាន់ទី2ការធ្វើសមាធិចំពោះខ្លួនឯងទី3ស្ដាប់សំណូរទឹកភ្លៀងឬក៏សំឡេងអីក៏ដោយឲ្យតែយើងចូលចិត្តដែលមានលក្ខណៈស្រទន់ធ្វើឲ្យយើងមានអារម្មណ៍ fresh ទី4តកតងទៅនឹងការចិញ្ចឹមសត្វបើសិនជាអ្នកនរគ្នាស្រឡាញ់សត្វដូចជាឆ្មាដូចជាឆ្កែអញ្ចឹងទៅវាធ្វើឲ្យអារម្មណ៍យើងធូរស្រាលហ្នឹងឲ្យវាអត់តានតឹងអីចឹងទៅណាហើយទី5កាត់បន្ថយការប្រសាកាហ្វេឬក៏គ្រឿងស្រវឹងកាហ្វេយើងប្រសាច្រើនអត់ល្អទេវាអាចប៉ះពាល់ដល់ការចងចាំរបស់ខួរក្បាលតែខ្ញុំចង់និយាយថាខ្ញុំអ្នកនិយាយហ្នឹងក៏ខ្ញុំអាសាផឹកកាហ្វេច្រើនដែរដោយសារតែខ្ញុំត្រូវគូប្លង់ដាច់យប់អរគុណអ្នកទាំងអស់គ្នាដែលស្ដាប់វីដេអូនេះពីដើមរហូតដល់ចប់ហើយពិនិត្យមើលខ្លួនឯងឡើងវិញថាយើងកំពុងតែមានអាការៈដូចជាខ្ញុំនិយាយពីដើមហ្នឹងអត់អូខេជម្រាបលាអ្នកទាំងអស់គ្នាកុំភ្លេចទៅ Subscribe YouTube Channel ខ្ញុំម្នាក់មួយផងបាយបាយ